ខជើងជ្រូកជាមួយនឹងពងទានេះជាមុខម្ហូបដែលប្តីខ្ញុំចូលចិត្តខបានដាក់ម្រេចតិចតិចចេះទៅហើយនិយាយពីថាក្លិនឡើងឈ្ងុយប្រហើរសំខាន់ពងទារបស់ខ្ញុំខចេញមកអត់ឆ្អិនញុះទេគឺនៅរាងក្រហមកដាលចេះអូញ៉ាំទៅឡើងឆ្ងាញ់ហ្មងខ្ញុំចូលចិត្តបែបហ្នឹងខ្លាំងបើបានញ៉ាំជាមួយនឹងជ្រក់ខ្ទឹមជ្រក់ម្ទេសទៀតរសជាតិកាន់តែពិសេសហ្មងចឹងរបៀបខរបស់ខ្ញុំគឺអត់មានអីប្លែកថ្មីទេសាមញ្ញធម្មតាដំបូងគឺយើងត្រូវកូរស្ករត្នោតកូរវាឲ្យបានឡើងឈ្ងុយបន្តិចសិនមកបន្ទាប់មកគឺខ្ញុំដាក់ខ្ទឹមស2កំពឹសចូលខ្ញុំដំវាបាយតិចខ្ញុំដាក់ទៅទាំងសបកកូរខ្ទឹមសជាមួយនឹងស្ករត្នោតហ្នឹងឲ្យវាបានឈ្ងុយបន្តិចខ្ញុំដាក់គល់ខ្ទឹមចូលចង់ដាក់ក៏បានអត់ក៏បានគល់ខ្ទឹមនេះពេលខ្លះខ្ញុំខក៏ដាក់ពេលខ្លះក៏អត់ចឹងទៅតាមនឹងផ្ទះមានណាកូរមើលតើមកឈ្ងុយហើយគឺខ្ញុំដាក់ម្រេចចូលខនេះក្រហមមិនក្រហមអាស្រ័យលើបងប្អូនកូរស្ករត្នោតនេះឯងបើសិនជាចង់ឲ្យខរបស់យើងពណ៌ក្រហមស្អាតកូរស្ករត្នោតនឹងឲ្យឡើងក្រហមបន្តិចទៅវិញខ្ញុំមកល្មមទេបន្ទាប់ពីកូរគ្រឿងបានឈ្ងុយហើយខ្ញុំចាក់ទឹកត្រីចូលបន្តិចបន្ទាប់មកខ្ញុំចាក់ជើងជ្រូកចូលជើងជ្រូកនេះគឺខ្ញុំកាត់កង់មកធំដែរហ្នឹងណាហើយយកវាទៅស្រោះចោលដើម្បីកាត់ក្លិនឆ្អាបឬក៏ក្លិនជ្រូកក្លិនអីហ្នឹងស្រោះវាមកពុះទៅចាំស្រង់ចេញមកវិញហើយយកទៅលាងជាមួយនឹងទឹកមួយទឹកពីរទឹកអីទៅយើងសម្រោះវាចោលទៅកូរមើលតែជើងជ្រូកនឹងស្ងួតរៀងដាច់ទឹកតិចហើយចាំបន្ថែមទឹកទៅរងាស់ទឹកដាក់មកល្មមមួយលិចជើងជ្រូកប៉ុណ្ណឹងទៅបានហើយបងប្អូនចង់ខជាមួយនឹងសាច់បីជាន់ក៏បានជើងជ្រូកក៏បានដែរប្តីខ្ញុំក៏ចូលចិត្តញ៉ាំជើងជ្រូកចឹងខ្ញុំខជាមួយនឹងជើងជ្រូកឲ្យគាត់ហ្មងទៅហើយការរងាស់ហ្នឹងគឺយើងរងាស់ចោលចឹងទៅយូរយើងកូរត្រឡប់ម្ដងដើម្បីឲ្យជើងជ្រូករបស់យើងឆ្អិនណាពេលដែលខពុះគឺខ្ញុំថែមគ្រឿងមានប៊ីចេកហើយនឹងលួចអំបិលមកចាប់ដែររសជាតិដាក់ទៅតាមចំណូលចិត្តផ្ទះយើងញ៉ាំទៅខនេះគឺខ្ញុំអត់បានកូរយកពណ៌ក្រហមអីទេអញ្ចឹងមើលទៅរាងស្លេកបន្ទាប់ពីដាក់គ្រឿងរួចហើយយើងអាចភ្លក់រសជាតិទៅតាមចំណូលចិត្តបានហើយយើងបន្តរងាស់តទៀតរងាស់ថែមទឹក2 3ដងតតែជើងជ្រូកផុយតាមដែលចង់បានហើយចុងក្រោយបើខ្ញុំដាក់ជាមួយនឹងពងទាទុកវាក្នុងនឹងមកពុះទៅគឺបានហើយធ្វើបែបនេះពងទាយើងអត់ឆ្អិនញុះជ្រុលទេខ្ញុំពេលខរងាស់ជាមួយនឹងជើងជ្រូកខ្ញុំមានអារម្មណ៍ថាពងទាឆ្អិនជ្រុលញ៉ាំទៅឡើងអ៊ូលម្ល៉េះហើយឲ្យតែខខ្ញុំធ្វើតែអញ្ចឹងពេលដែលជើងជ្រូកផុយចង់ឆ្អិនហើយខ្ញុំបងពងទាស្ងោរចូលទុកវាតាមមកពុះទៅបិទភ្លើងដួសញ៉ាំហ្មងហើយជើងជ្រូករបស់ខ្ញុំនេះគឺថាផុយបានល្អខ្លាំងមែនតើបានញ៉ាំជាមួយនឹងជ្រក់ខ្ទឹមមកនិយាយពីថាឆ្ងាញ់ខ្ញុំអត់ដឹងថាបងប្អូនណាដូចខ្ញុំអត់ទេខ្ញុំមកខជើងជ្រូកអីបានញ៉ាំជាមួយនឹងជ្រក់ម្ទេសឬក៏ជ្រក់ខ្ទឹមអីនិយាយពីថាបាយអស់ទាំងគោមហ្មងខនេះសម្រាប់ខ្ញុំមិនចេះទៀតបើភ្លាមមិនចេះញ៉ាំអត់សូវឆ្ងាញ់ទេបើបានទុកដល់ល្ងាចទៀតបេះហ្មងរសជាតិពងទារបស់ខ្ញុំខចេញមកគឺបែបនេះពួកខ្ញុំចូលចិត្តអញ្ចឹងតែបើសិនជាបងប្អូនចូលចិត្តឲ្យឆ្អិនអីអាចកូរជាមួយនឹងជើងជ្រូកឲ្យហើយក៏បានដែរវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងទេអរគុណដែលបានចូលមើលបើមានសំណួរអាចខមមិននៅខាងក្រោមជួបគ្នាម្ដងទៀតនៅវីដេអូក្រោយបាយបាយ